បងប្អូនយើងភាគច្រើនតែងតែមានអារម្មណ៍ថាជីវិតរបស់យើងគឺដូចជាទឹកជំនន់ដែលវាបោកបក់យើងទៅតាមចិត្តរបស់វាអញ្ចឹងដែរយើងហាក់បីដូចជាគ្រាន់តែជាអ្នកដើរតាមឬក៏ជាអ្នកឆ្លើយតបចំពោះអ្វីដែលវាកើតឡើងនៅជុំវិញខ្លួនរបស់យើងតែប៉ុណ្ណោះប៉ុន្តែបងប្អូនមានដឹងទេថាមានវិធីមួយដើម្បីផ្លាស់ប្ដូរអារម្មណ៍នេះទាំងស្រុងបានវិធីនេះគឺវាមិនមែនជាការទៅផ្លាស់ប្ដូរពិភពលោកខាងក្រៅខ្លួនរបស់យើងនោះទេប៉ុន្តែវាគឺជាការផ្លាស់ប្ដូរគំរូដែលយើងមើលឃើញទៅលើខ្លួនយើងផ្ទាល់នៅក្នុងវីដេអូនេះគឺយើងនឹងឆ្វែងយល់អំពីគំនិតមួយគឺថាអិរិយាបថរបស់យើងគឺជាល្បែងនៃការសម្រេចចិត្តហើយនឹងការដោះដូររបស់យើងហើយល្បែងនៃការសម្រេចចិត្តនេះគឺយើងជាអ្នកលេងនិងជាស្ថាបត្យករនៃល្បែងនេះតើអ្វីទៅជាល្បែងនៃការសម្រេចចិត្តរបស់យើងតែងតែគិតថាស្មារតីហើយនឹងការយល់ដឹងរបស់យើងគឺជាអ្វីមួយដែលជាអាចកំបាំងឬជាវិញ្ញាណដែលយើងមិនអាចប៉ះពាល់វាបានប៉ុន្តែការពិតទៅគឺវាមិនមែនជាវត្ថុតែមួយដែលនៅក្នុងខួរក្បាលរបស់យើងនោះទេវាគឺជាដំណើរការព័ត៌មានដែលវាមានធម្មវន្តហើយដំណើរការនៃធម្មវន្តនេះវាមានធាតុផ្សំសំខាន់ចំនួន3ដែលវាដំណើរការជានិច្ចធាតុផ្សំទី1គឺការទទួលដឹងវាគឺជាការប្រមូលទិន្នន័យពីបរិស្ថានជុំវិញខ្លួនរបស់យើងហើយធាតុផ្សំទី2គឺជាការឆ្លោះគិតដែលវាគឺជាការវិភាគជំរឿសហើយនឹងលទ្ធផលដែលវាអាចកើតមានឡើងបានចំណែកឯធាតុផ្សំទី3គឺជាការគ្រប់គ្រងគោលដៅវាគឺជាការសម្រេចចិត្តថាតើជំរឿសណាដែលនាំយើងទៅរកអ្វីដែលយើងចង់បានដែលធាតុទាំងនេះហើយវាគឺជាស្ថាបត្យកម្មនៃស្មារតីរបស់យើងបងប្អូនសាកស្រមៃមើលថាពេលដែលបងប្អូនលេងហ្គេមយុទ្ធសាស្ត្រមួយឧទាហរណ៍បងប្អូនមើលផែនទីដែលការមើលនេះវាជាការទទួលដឹងរបស់បងប្អូនគិតអំពីយុទ្ធសាស្ត្រដែលការគិតនេះវាគឺជាការឆ្លោះគិតរបស់បងប្អូនហើយបងប្អូនសម្រេចចិត្តវាប្រហារឬក៏ការពារដើម្បីឈ្នះហ្គេមនេះដែលការសម្រេចចិត្តនេះវាគឺជាការគ្រប់គ្រងគោលដៅរបស់បងប្អូនជីវិតពិតរបស់បងប្អូនក៏ដំណើរការតាមគំរូនៃការលេងហ្គេមនេះដែរប៉ុន្តែមានចំណុចមួយដែលល្បែងជីវិតវាខុសពីល្បែងនៃកុំព្យូទ័រល្បែងជីវិតគឺពោរពេញទៅដោយការដោះដូរដែលយើងហៅវាថា trade off សកម្មភាពរបស់យើងគឺជាលទ្ធផលនៃយុទ្ធសាស្ត្រដោយចេតនាឬក៏អវិញ្ញាណដើម្បីបំពេញតម្រូវការរបស់យើងមានន័យថារាល់ពេលដែលយើងធ្វើអ្វីមួយគឺយើងកំពុងតែដោះដូរជាមួយនឹងអ្វីមួយឧទាហរណ៍បើយើងជ្រើសរើសបន្តធ្វើការដល់យប់នេះគឺយើងកំពុងតែដោះដូរពេលវេលាសម្រាប់របស់យើងដើម្បីយកប្រាក់ចំណូលឬក៏យកការគាប់ចិត្តពីចៅហ្វាយនីរបស់យើងជាដើមបើយើងជ្រើសរើសញ៉ាំអាហារដែលមិនល្អគឺយើងកំពុងតែដោះដូរសុខភាពរយៈពេលវែងរបស់យើងទៅយកភាពឆ្ងាញ់ភ្លាមនេះក៏ប៉ុន្តែបញ្ហាវានឹងកើតឡើងនៅពេលដែលយើងធ្វើការដោះដូរមួយនេះដោយអវិញ្ញាណគឺមានន័យថានៅពេលដែលយើងកំពុងតែដោះដូរនោះគឺយើងមើលមិនឃើញថាយើងកំពុងតែលះបង់អ្វីទេរហូតដល់យើងមានអារម្មណ៍ថាអស់កម្លាំងឬក៏មានអារម្មណ៍ស្ដាយក្រោយជាដើមការមើលជីវិតតាមរយៈគំរូនេះកាត់បន្ថយភាពអាចកំបាំងនៅក្នុងចិត្តរបស់យើងវាធ្វើឲ្យយើងឃើញថាយើងមិនមែនជាជនរងគ្រោះនៃស្ថានភាពទេតែយើងគឺជាអ្នកដែលកំពុងតែលេងល្បែងនេះទោះបីជាយើងកំពុងតែលេងវាដោយមិនដឹងខ្លួនក៏ដោយតើយើងត្រូវធ្វើដូចម្តេចដើម្បីលេងល្បែងនេះឲ្យកាន់តែប្រសើរតាមរយៈការកែលម្អយុទ្ធសាស្ត្រហើយនឹងការបង្កើនការទទួលដឹងរបស់យើងនឹងអាចលេងល្បែងជីវិតនេះដោយមានជំនាញកាន់តែច្រើនជាងមុនហើយនឹងជួយកាត់បន្ថយភាពថប់អារម្មណ៍និងភាពតានតឹងមកដល់យើងតិចជាងមុនសម្រាប់ការអនុវត្តជាក់ស្ដែងខ្ញុំសូមណែនាំ3ជំហានដើម្បីក្លាយទៅជាស្ថាបត្យករនៃជីវិតរបស់បងប្អូនជំហានទី1គឺការបង្កើតចន្លោះពេលមុនពេលដែលសម្រេចចិត្តរបស់បងប្អូននៅពេលដែលបងប្អូនមានបញ្ហាកុំឆ្លើយតបជាមួយនឹងបញ្ហាទាំងនោះភ្លាមចូលបងប្អូនផ្អាកប្រហែលជា10វិនាទីហើយសួរខ្លួនឯងថាតើខ្ញុំកំពុងតែទទួលដឹងអ្វីតើជំរឿសរបស់ខ្ញុំមានអ្វីខ្លះហើយតើជំរឿសណាដែលស៊ីគ្នានឹងគោលដៅរយៈពេលវែងរបស់ខ្ញុំជំហានទី2គឺការវិភាគលើការដោះដូររបស់បងប្អូនមុននឹងធ្វើអ្វីមួយសូមបងប្អូនសួរថាតើខ្ញុំកំពុងតែលះបង់អ្វីដើម្បីទទួលបានអ្វីប្រសិនបើការដោះដូរនោះមិនសមហេតុផលចូលបងប្អូនកែប្រែយុទ្ធសាស្ត្ររបស់បងប្អូនចំណែកឯជំហានទី3គឺការកែលម្អប្រព័ន្ធជាជាងពឹងផ្អែកទៅលើឆន្ទៈរបស់បងប្អូនប្រសិនបើបងប្អូនដឹងថាបងប្អូនងាយនឹងខឹងពេលដែលបងប្អូនឃ្លានដែលវាគឺជាការទទួលដឹងរបស់បងប្អូនសូមបងប្អូនកុំព្យាយាមតស៊ូយកឈ្នះវាដោយឆន្ទៈរបស់បងប្អូនចូលបងប្អូនរៀបចំអាហារសម្រន់ទុកជាមុនដែលនេះវាគឺជាការកែតម្រូវយុទ្ធសាស្ត្ររបស់បងប្អូននេះហើយគឺជាការលេងល្បែងដោយមានជំនាញរបស់បងប្អូនជីវិតមិនមែនជាអ្វីដែលកើតមានឡើងចំពោះយើងនោះទេតែវាជាល្បែងមួយដែលយើងកំពុងតែលេងជារៀងរាល់ថ្ងៃ
នៅពេលដែលបងប្អូនចាប់ផ្ដើមមើលឃើញស្ថាបត្យកម្មនៃស្មារតីរបស់បងប្អូននឹងឈប់មានអារម្មណ៍ថាជាប់គាំងទៀតហើយបងប្អូននឹងឃើញថាបងប្អូនមានអំណាចក្នុងការកែលម្អយុទ្ធសាស្ត្រកែលម្អការទទួលដឹងនិងកែលម្អការសម្រេចចិត្តរបស់បងប្អូនការសម្រេចចិត្តចំពោះការគ្រប់គ្រងស្មារតីនេះហើយដែលធ្វើឲ្យដំណើរជីវិតរបស់បងប្អូនពិតជាមានសុពលភាពមានប្រយោជន៍និងពោរពេញទៅដោយអត្ថន័យសូមបងប្អូនឈប់ធ្វើជាអ្នកដើរតាមចូលក្លាយទៅជាស្ថាបត្យករហើយលេងល្បែងជីវិតរបស់បងប្អូនដោយជំនាញនិងដោយស្មារតីរបស់បងប្អូន